ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះ admin នាំវីដេអូថ្មីមួយទៀតហើយដែលវីដេអូនេះគឺដកស្រង់ចេញមកពីប្រទេសកូរ៉េនិយាយពីការធ្វើត្រីរបស់បងប្អូនដែលនៅជាប់មាត់សមុទ្រហើយគាត់ប្រកបរបរនេសាទហើយគាត់ក៏ជាអាជីវករលក់ដូរនៅតាមមាត់សមុទ្រណាពុកម៉ែបងប្អូនថ្ងៃនៅប្រទេសគេគឺគេមានផ្សារនៅជាប់មាត់សមុទ្រថាទៅដូចទៅនៅស្រុកខ្មែរយើងដែរហ្នឹងហើយហើយបច្ចេកទេសនៃការធ្វើត្រីរបស់គេហ្នឹងគឺថាគេប៉ិនប្រសពមែនទែនហើយត្រីវិញគឺគាត់លឿយយកតែសាច់ទេណាពុកម៉ែបងប្អូនយកតែសាច់ទេហើយឆ្អឹងគឺគេអត់យកទេហ្នឹងហើយអាហ្នឹងគឺជាការប៉ិនប្រសពរបស់គាត់មួយបន្ទាប់ពីគេភ្លឺហើយគេយកមកខ្ចប់ជាមួយនឹងកសែងពោះគោហើយកសែងពោះគោហ្នឹងគឺមិនកសែងសម្រាប់យើងជូតដៃជូតមុខអីទេគឺកសែងសម្រាប់ដែលគេខ្ចប់សម្រាប់ធ្វើត្រីហ្នឹងហើយគេខ្ចប់ហ្នឹងគឺដើម្បីយកជាតិទឹកចេញពីសាច់ត្រីឲ្យអស់ទៅបន្ទាប់មកគឺគេហាន់ជាសរសៃដាក់ប្រអប់គឺជូនទៅអតិថិជនរបស់គាត់ហ្នឹងហើយបន្ទាប់មកទៀតបងប្អូនស្គាល់ទេនេះគឺជាអន្ទង់សមុទ្រណាពុកម៉ែបងប្អូនហ្នឹងហើយអន្ទង់សមុទ្រមើលទៅវាស្តៀងនឹងអន្ទង់ខ្មែររបស់យើងដែរហ្នឹងហើយរបៀបធ្វើអន្ទង់សមុទ្រហ្នឹងគាត់តែចាប់មកគឺសម្រាប់ពេលទៅហើយគេយកមកញ៉ាត់ជាមួយនឹងដែកគោលដែលនៅចិត្តហ្នឹងហើយបន្ទាប់មកគឺគេធ្វើការវះយកឆ្អឹងយកគ្រឿងក្នុងយកអីវាចេញអញ្ចឹងណាជាជំនាញរបស់គេបងប្អូននិយាយពីថាធ្វើលឿនហើយនិយាយពីការលាងសម្អាតវិញនិយាយពីលាងដោសនិយាយពីធ្វើឡើងមានអនាម័យរបស់គេធ្វើឲ្យយើងអ្នកទៅទិញហ្នឹងមានទំនុកចិត្តក្នុងការទិញរបស់របរយកមកញ៉ាំណាហ្នឹងហើយបន្ទាប់ពីគេភ្លឺយកឆ្អឹងយកអីអស់ហើយគេយកទៅផ្អប់ជាមួយនឹងកន្សែងពោះគោហើយកន្សែងពោះគោផ្អប់ហើយគឺគេមូដើម្បីយកជាតិទឹកចេញពីសាច់អន្ទង់សមុទ្រនឹងឲ្យអស់មកហ្នឹងហើយមូចុះមូឡើងមកហើយបន្ទាប់មកគឺគេយកមកតម្រៀបវាហាន់ជាកង់តូចហើយអន្ទង់សមុទ្រហ្នឹងគឺគេអាចយកទៅធ្វើជាងៀតណាបងប្អូនដែលឃើញងៀតអន្ទង់សមុទ្រទេហ្នឹងហើយដាក់ប្រអប់មកលក់ជូនទៅអតិថិជនរបស់គាត់និយាយពីថាលក់ដាច់មែនទេណាពុកម៉ែបងប្អូនហ្នឹងហើយនៅទីផ្សារជិតមាត់សមុទ្ររបស់ប្រទេសកូរ៉េហើយសាច់អន្ទង់ដែលនៅសល់ហ្នឹងគឺគេយកទៅបកស្បែកចេញនេះគឺជាម៉ាស៊ីនបកស្បែករបស់ត្រីឬក៏ហ្នឹងហើយត្រីឬក៏អន្ទង់អីណាដែលមានស្បែកល្អិតអីចឹងណាពុកម៉ែបងប្អូនហើយបន្ទាប់ពីបកស្បែកមកគឺគេលាងសម្អាតពុះជ្រៀកហ្នឹងហើយនិយាយពីថាធ្វើមកស្អាតជូនអតិថិជនរបស់គាត់ដូចថាពេលយើងទៅទិញទៅយើងចង់ប្រាប់អ្នកលក់ថាអ្នកលក់ខ្ញុំចង់ធ្វើជាងៀតអន្ទង់ហើយគាត់ក៏ចាប់ផ្ដើមពុះងៀតអន្ទង់ឲ្យចឹងណាតែបើថាយើងយកទៅធ្វើស៊ុបធ្វើអីហ្នឹងគេកាត់ជារបៀបស៊ុបអីចឹងទៅហើយនេះគឺគេយកសាច់អន្ទង់ហ្នឹងទៅកិនណាពុកម៉ែបងប្អូនហ្នឹងហើយកិនក្នុងម៉ាស៊ីនកិនសាច់របស់គេហ្នឹងដើម្បីយកសាច់ហ្នឹងទៅចម្រាញ់ចេញជាមុខម្ហូបអីផ្សេងទៀតហ្នឹងហើយពុកម៉ែបងប្អូនវីដេអូ admin ពេលនេះគឺមានតែប៉ុណ្្នឹងឯងសូមអរគុណច្រើនសូមគោរពលាជួបគ្នាវីដេអូក្រោយទៀត admin នឹងរកវីដេអូប្លែកៗមកជែកជូនបងប្អូនទស្សនាបន្តទៀតបាយ